សាទរពិធីសម្ពោធជាផ្លូវការរបស់ធនាគារហត្ថាសាខាច្បាប់ទៅសូមគោរពទៅឲ្យសូមគោរពធនាគារហត្ថាដាក់សម្ពោធឲ្យដំណើរការទីតាំងអគារថ្មីធនាគារហត្ថាសាខាច្បារអំពៅដើម្បីផ្ដល់ជូនអតិថិជននៅបទពិសោធន៍ធនាគារសម័យថ្មីធនាគារហត្ថាដែលជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារថ្មីធនាគារហត្ថាទីតាំងសាខាច្បារអំពៅក្នុងសង្កាត់និរោធដែលជាជំហានសំខាន់មួយក្នុងយុទ្ធសាស្ត្រពង្រីកសេវាកម្មដើម្បីនាំយកបទពិសោធន៍ធនាគារសម័យថ្មីនិងទាន់សម័យជូនប្រជាពលរដ្ឋខណ្ឌច្បារអំពៅឲ្យកាន់តែងាយស្រួលនិងក្នុងការឆ្លើយតបនឹងតម្រូវការរីកចម្រើននៃអាជីវកម្មរបស់ធនាគារពិធីបើកសម្ពោធទីតាំងសាខាថ្មីនេះមានការចូលរួមពីគណៈគ្រប់គ្រងធនាគារហត្ថាការិយាល័យកណ្ដាលនិងថ្នាក់គ្រប់គ្រងក្នុងតំបន់ព្រមទាំងបុគ្គលិកក្នុងសាខាច្បារអំពៅនេះជាច្រើនទៀតការបើកដំណើរការទីតាំងសាខាថ្មីនេះជាសក្ខីភាពថ្មីមួយទៀតរបស់ធនាគារហត្ថាក្នុងការបដិញ្ញាចិត្តផ្ដល់សេវាហិរញ្ញវត្ថុកាន់តែសម្បូរបែបនិងប្រកបដោយនិរន្តរភាពជូនអតិថិជនព្រមទាំងពង្រីកវិសាលភាពប្រតិបត្តិការកាន់តែជិតជាមួយអតិថិជនជាមួយការិយាល័យសាខាដែលប្រកបទៅដោយផាសុកភាពលោកមិនសុផាប្រធាននាយកប្រតិបត្តិនៃធនាគារហត្ថាបានមានប្រសាសន៍ថាធនាគារហត្ថាមានសាខាបច្ចុប្បន្ន156ទីតាំងនៅទូទាំងប្រទេសរាប់បញ្ចូលទាំងសាខាច្បារអំពៅថ្មីដែលដាក់សម្ពោធឲ្យប្រើប្រាស់នៅពេលនេះផងដែរនេះគឺជាសក្ខីភាពបញ្ជាក់ពីសក្តានុពលដ៏រឹងមាំរបស់ធនាគារហត្ថាក្នុងការផ្ដល់សេវាធនាគារដែលមានគុណភាពនិងឆ្លើយតបទៅតាមតម្រូវការអ្នកប្រើប្រាស់ពិសេសផ្ដល់ជូននៅសេវាហិរញ្ញវត្ថុមានលក្ខណៈទំនើបងាយស្រួលនិងមានសុវត្ថិភាពខ្ពស់ដល់អតិថិជនការធ្វើទំនើបភាពពាណិជ្ជកម្មនៃអគារនិងសាខាទាំងអស់របស់ធនាគារហត្ថាអញ្ចឹងយើងស្លឹងមើលទីតាំងដែលសំខាន់នៅក្នុងទីក្រុងភ្នំពេញដើម្បីផ្លាស់ប្ដូរទីតាំងហើយក៏ដូចគ្នាយើងធ្វើអគារថ្មីហើយនឹង design ថ្មីទាំងខាងក្នុងហើយនិងខាងក្រៅដែល design ថ្មីនេះគឺដើម្បីចាប់យកអតិថិជនទីផ្សារគោលដៅថែមពីអ្វីដែលយើងមាន156សាខាបើតាមលោកមិនសុផាការបន្ថែមទីតាំងសាខាថ្មីនេះអាចប្រព្រឹត្តទៅបានដោយសារតែមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អតិថិជនប្រមាណជាកន្លះលាននាក់នៅទូទាំងប្រទេសនិងពីដៃគូអាជីវកម្មមកពីគ្រប់មជ្ឈដ្ឋានទាំងអស់ក្នុងន័យនេះធនាគារហត្ថាសូមថ្លែងអំណរគុណដល់អតិថិជនក្រុមហ៊ុនដៃគូទាំងអស់ព្រមទាំងអាជ្ញាធរដែលពាក់ព័ន្ធសម្រាប់ការជឿទុកចិត្តនិងគាំទ្ររយៈពេលជាង30ឆ្នាំមកនេះយើងនៅតែបន្តពង្រឹងសេវាកម្មផ្សេងជាពិសេសគឺសេវាកម្មសេវា Digital ដែលក្នុងបច្ចុប្បន្ននេះអតិថិជនជាទូទៅគាត់មកសាខាមានចំនួនតិចជាងអតិថិជនដែលគាត់ប្រើសេវាកម្មតាម Digital អញ្ចឹងជាផែនការយុទ្ធសាស្ត្ររបស់ពួកខ្ញុំគឺការធ្វើទំនើបភាពពាណិជ្ជកម្មទៅលើសេវាកម្មទៅលើ branding ទៅលើ Digital ហើយនិងធនធានមនុស្សទាំងការពង្រីកសាខាហើយនិងការធ្វើអគារថ្មីនេះដើម្បីធ្វើម៉េចបំរើសេវាកម្មឲ្យកាន់តែល្អជាងមុននៅពេលដែលអតិថិជនគាត់ចូលមកនឹងមានអារម្មណ៍កក់ក្ដៅហើយក៏ដូចគ្នាក៏បង្ហាញពីទំនុកចិត្តនៃការវិនិយោគនៅក្នុងប្រជាជាតិកម្ពុជាយើងដែរសូមជម្រាបថាធនាគារហត្ថាជាធនាគារពាណិជ្ជកម្មដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈកាលជាង30ឆ្នាំមកហើយដែលបានផ្ដល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយដល់អតិថិជនរបស់ខ្លួនដែលរួមមានអតិថិជនជាលក្ខណៈបុគ្គលសហគ្រាសខ្នាតតូចនិងមធ្យម SME ព្រមទាំងស្ថាប័នសាជីវកម្មធំជាច្រើនទៀតធនាគារហត្ថាគឺជាសមាជិករបស់ MUFG ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំមួយរបស់ប្រទេសជប៉ុនដែលមានសាខាប្រហែល 2000 ទីតាំងស្ថិតនៅក្នុងទីផ្សារជាង40ប្រទេស
ក្នុងពិភពលោក